សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិនហ្វីវិលត្រឡប់ផ្សាយជាថ្មីម្ដងទៀតហើយបន្ទាប់ពីអាខានអស់រយៈពេលដ៏យូរដើម្បីជាទុនក្នុងការត្រៀមខ្លួននេះគឺជាកម្រងសំណួរចម្លើយបែបយុទ្ធសាស្ត្រដែលឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្ដែងនៅពេលដែលអ្នកជួបស្ថានភាពដូចខាងក្រោម 1. ផ្នែកវិជានិយាយនឹងជួបអ្នកមានបុណ្យដោយចៃដន្យសំណួរប្រសិនបើអ្នកដើរជួបអ្នកមានបុណ្យអ្នកមានគុណនៅកន្លែងសាធារណៈតែគួរចាប់ផ្ដើមសន្ទនាយ៉ាងដូចម្ដេចដើម្បីឲ្យមានការរំខានតែបង្កប់ដោយភាពឆ្លាតវៃចម្លើយជំហានទី1ប្រើកាយវិការគោរពសំពះឬងក់ក្បាលញញឹមជំហានទី2ប្រើប្រយោគបើកឆាកជំរាបសួរលោកអ៊ំលោកប្រធានខ្ញុំបាទនាងខ្ញុំឈ្មោះពិតជាមានសំណាងណាស់ដែលបានជួបលោកនៅទីនេះខ្ញុំមិនចង់រំខានពេលវេលាដ៏មានតម្លៃរបស់លោកច្រើនទេគ្រាន់តែចង់មកជម្រាបសួរនិងសម្ដែងសេចក្តីនឹករលឹកចំពោះលោកតែប៉ុណ្ណោះជំហានទី3បើគាត់ឆ្លើយតបមកវិញត្រូវនិយាយពីឥទ្ធិពលវិជ្ជមានដែលគាត់មានលើអ្នកសប្តាហ៍ថ្ងៃខ្ញុំនៅតែយកដំបូន្មានរបស់លោកមកអនុវត្តក្នុងកិច្ចការងាររបស់ខ្ញុំជានិច្ចបាទឬក៏ចាស់ផ្នែក2ការទទួលបាននៅការសន្តោសប្រណីពីអ្នកមានបុណ្យឬក៏អ្នកមានគុណមកលើយើងសំណួរតើដូចម្ដេចដើម្បីឲ្យអ្នកមានបុណ្យឬក៏អ្នកមានគុណមានចិត្តសន្តោសប្រណីចង់ជួយជុំជ្រែងយើងដោយមិនមើលឃើញថាយើងជាមនុស្សអាត្មានិយមចម្លើយបង្ហាញពីឆន្ទៈជាជាងតម្រូវការកុំនិយាយថាខ្ញុំចង់បាននេះខ្ញុំចង់បាននោះផ្ទុយទៅវិញត្រូវនិយាយថាខ្ញុំមានគម្រោងចង់ធ្វើនេះឲ្យជោគជ័យដើម្បីជួយដល់ក្រុមអង្គភាពប៉ុន្តែខ្ញុំខ្វះបទពិសោធន៍ចំណុចខ្លះភាពស្មោះត្រង់នៃកំហុសបើធ្លាប់ធ្វើខុសត្រូវហ៊ានទទួលស្គាល់មនុស្សធំចិត្តកាន់តែធំតែងតែសន្តោសដល់មនុស្សដែលមានហ៊ានទទួលខុសត្រូវនិងចេះកែប្រែការដឹងគុណមនុស្សដែលមិនភ្លេចកំណើតគឺជាមនុស្សដែលមានបុណ្យនិងហ៊ានផ្ដល់ឱកាសឲ្យយើងបន្ត3ផ្នែកការតែងតាំងឲ្យកាន់កិច្ចការធំសំណួរនៅពេលដែលត្រូវបានគេប្រកាសតែងតាំងឲ្យកាន់កិច្ចការធំភ្លាមតើគួរឆ្លើយតបបែបណាទៅកាន់អ្នកទាំងនោះផ្ដល់ឱកាសឲ្យដើម្បីបង្ហាញពីសមត្ថភាពឬក៏ភាពចាស់ទុំចម្លើយប្រើរូបមន្តអរគុណបុកបញ្ញាចិត្តបុកសាមគ្គីភាពអរគុណខ្ញុំបាទនាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកដែលបានផ្ដល់ទំនុកចិត្តនិងការសន្តោសប្រណីដល់រូបខ្ញុំការបដិញ្ញានេះជាភារកិច្ចដ៏ធំដែលទាមទារឲ្យត្រូវការខិតខំទ្វេដងខ្ញុំសន្យានឹងប្រើប្រាស់អស់ពីលទ្ធភាពដើម្បីសម្រេចលទ្ធផលឲ្យបានល្អបំផុតសាមគ្គីភាពខ្ញុំសង្ឃឹមថានឹងទទួលបានការណែនាំបន្ថែមពីលោកនិងចូលរួមជាបងប្អូនរួមការងារទាំងអស់ដើម្បីឲ្យសម្រេចកិច្ចការធំដ៏ជោគជ័យ4សំណួរដោះស្រាយស្ថានភាពសំណួរប្រសិនបើអ្នកមានបុណ្យសួរថាតើអ្នកគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់នឹងកាន់កិច្ចការធំនេះហើយឬនៅតើគួរឆ្លើយដូចម្ដេចចម្លើយកុំឆ្លើយថា 100% បើមើលទៅដូចអំនួតហើយក៏កុំឆ្លើយថាមិនទាន់មានបើមើលទៅដូចគ្មានសមត្ថភាពចម្លើយតាមត្រង់ទៅកិច្ចការធំនេះនឹងមានបញ្ហាប្រឈមច្រើនទោះជាយ៉ាងណាខ្ញុំមានមូលដ្ឋានគ្រឹះនៃការធ្វើការរបស់ខ្ញុំនិងឆន្ទៈមោះមុតក្នុងការដោះស្រាយបញ្ហាក្រោមការណែនាំពីលោកនិងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ខ្ញុំជឿថាខ្ញុំនឹងអាចសម្រេចកិច្ចការធំនេះបានដោយជោគជ័យគោលការណ៍គ្រឹះដែលត្រូវចងចាំសម្ដីផ្អែមតែមានអំណួតអរិយាបថអោលំទោនតែមិនទន់ជ្រាយលទ្ធផលធ្វើឲ្យលើសពីការរំពឹងទុកមកដល់ត្រឹមវគ្គសំណួរចម្លើយនៃវគ្គមួយនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមអរគុណហើយក៏សូមគោរពលាកុំភ្លេចចុចសញ្ញាកណ្ដឹងនិងដាក់ Subscribe ម្នាក់មួយផងសូមអរគុណ